សួស្តីបងប្អូនទាំងអស់គ្នាដែលតាមដាននៅ Channel របស់ខ្ចៅនិទានរឿងបាទហើយថ្ងៃនេះខ្ញុំនឹងនិទានរឿងខ្មោចមួយទៀតហើយដែលខ្មោចនោះគឺមានចំណងជើងថាបាទវិញ្ញាណខណ្ឌអាឡោះអាល័យនៃខ្មោចទឹកនាងចំប៉ាអញ្ចឹងយើងទៅស្ដាប់ទាំងអស់គ្នាតើរឿងរ៉ាវនោះវារន្ធត់យ៉ាងណាបាទហើយនៅឯភូមិមួយក្បែរមាត់បឹងហ្នឹងហើយមាននាងចំប៉ានិងរាវុធគឺជាគូស្នេហ៍ដ៏ផ្អែមល្ហែមដែលអ្នកភូមិហ្នឹងគឺតែងតែច្រណែនបាទជាមួយនឹងពួកគាត់ដោយសារតែពួកគាត់ហ្នឹងបាទគឺស្រឡាញ់គ្នាទោះបីគាត់ក្រទោះបីគាត់តោកយ៉ាយ៉ាងណាក៏គាត់មិនបោះបង់គ្នាអញ្ចឹងណាបាទហើយគាត់មានរូបរាងសម្បត្តិក៏ស្អាតដែរបាទទាំងខាងប្រុសទាំងខាងស្រីហើយជីវិតគូរបស់គាត់ក៏មិនធូរធារប៉ុន្មានដែរបាទក្រលំបាកតោកយ៉ាខ្លាំងមែនតើបាទហើយបែបនេះហើយដោយសារតែជីវភាពក្រអញ្ចឹងរាវុធក៏បានសម្រេចចិត្តបាទឡើងទៅធ្វើការនៅទីក្រុងភ្នំពេញដោយទុកឲ្យចំប៉ាហ្នឹងគឺនៅផ្ទះតូចបាទក្បែរមាត់បឹងតែម្នាក់ឯងរាវុធគាត់បានសន្យាជាមួយចំប៉ាថានៅពេលដែលគាត់សន្សំលុយគ្រប់ហើយគាត់នឹងត្រឡប់មកវិញបាទដើម្បីធ្វើផ្ទះសម្បែងលក្ខណៈថាផ្ទះមួយសំរុំសម្រាប់នៅផងដែរបាទចំប៉ាទោះបីជាគាត់នឹកប្តីប៉ុណ្ណាក៏គាត់នៅតែព្យាយាមញញឹមនឹងបន្តដំណើរជីវិតរបស់គាត់ហ្នឹងជាធម្មតាបាទដោយសារតែចំប៉ាហ្នឹងបាទនឹកប្តីខ្លាំងពេកក៏ដូចជានាងហ្នឹងខ្វះខាតជាខ្លាំងដែលបណ្ដាលឲ្យចំប៉ាហ្នឹងសម្រេចចិត្តទៅបេះប្រលិតនៅកណ្ដាលបឹងចាស់កន្លែងផ្ទះគាត់ហ្នឹងណាបាទដែលជាកន្លែងដែលរាវុធនិងនាងចំប៉ានៅពីតូចហ្នឹងក៏បានប្រឡែងគ្នាលេងនឹងបឹងហ្នឹងណាបាទដោយសារតែគាត់នឹកប្តីផងហើយណាមួយក៏មកពីជីវភាពខ្វះខាតផងធ្វើឲ្យគាត់ហ្នឹងសម្រេចចិត្តទៅបេះប្រលិតដើម្បីលក់ដើម្បីដោះស្រាយជីវភាពមួយពេលអីចឹងណាបាទហើយអ្នកស្រុកតែងតែហាមហើយបាទមិនឲ្យទៅលេងក្បែរទឹកនឹងទេដោយសារតែទឹកនឹងវាជ្រៅអ្នកភូមិមិនឲ្យនាងទៅនេះគឺដើម្បីថាទឹកនឹងឲ្យជ្រៅហើយមានម្ចាស់ទឹកដីនៅយាមហើយក៏មានស្អីនៅនឹងទឹកកន្លែងហ្នឹងបាទធ្វើឲ្យអ្នកភូមិហ្នឹងគឺហាមនាងហើយថ្ងៃនោះដែរគឺអត់មានថាមេឃហ្នឹងគឺលក្ខណៈថាប្រែខ្មៅអីទេបាទអត់មានថាមេឃរោភ្លៀងឬក៏ខ្យល់បក់អីទេបាទថ្ងៃនោះគឺមានមេឃស្រឡះល្អទេតែពេលនាងអ៊ំទូកតូចដល់កណ្ដាលបឹងនោះគឺស្រាប់តែមានខ្យល់បក់រំភើយបាទហើយមិនដំបូងគឺខ្យល់បក់តិចបាទគឺលហើយអញ្ចឹងណាបាទហើយទៅដល់កណ្ដាលបឹងជ្រៅនោះប្រែជាខ្យល់នឹងបក់ខ្លាំងហើយមេឃនឹងក៏រកភ្លៀងអីអញ្ចឹងបងប្អូនបាទរកភ្លៀងកកពពករកភ្លៀងហើយចលខ្លាំងរហូតដល់បោកផ្ងាជើងឡើងលើអញ្ចឹងណាបាទធ្វើឲ្យនាងធ្លាក់ចូលទឹកបាទចំប៉ាគឺមិនចេះហាយទឹកឡើយហើយពេលនាងកំពុងតែរើបំរាស់ហ្នឹងបាទពីការភ័យខ្លាចរបស់នាងមានអារម្មណ៍ថាមានដៃដ៏ត្រជាក់មួយបានចាប់ទាញជើងនាងយ៉ាងខ្លាំងទៅក្រោមហ្នឹងណាបាទគាត់ខំតែថាកកាយដៃឡើងមកលើហើយដៃត្រជាក់ហ្នឹងចាប់ទាញនាងចំប៉ាហ្នឹងចូលលិចទឹកថែមបាទធ្វើឲ្យនាងនឹកឃើញដល់ពីប្តីរបស់នាងប៉ុណ្ណោះបាទគ្រាចុងក្រោយហើយបាទដែលនាងនឹកឃើញថាបងនឹងត្រឡប់មកវិញគាត់នឹកឃើញអញ្ចឹងទាំងដែលនាងនឹងបានដឹងថានាងនឹងគឺមិនអាចរងចាំប្តីបានទៀតទេដោយសារតែនាងម្ចាស់ហាងទឹកបាទអញ្ចឹងនាងក៏បានស្លាប់នៅក្នុងទឹកនឹងទៅសាកសពរបស់នាងគឺត្រូវបានរកឃើញនៅព្រឹកបន្ទាប់ដោយអ្នកភូមិនឹងបាទមុខរបស់នាងស្លេកស្លាំងដូចជាក្រដាសសអញ្ចឹងបងប្អូនហើយបាត់ដៃរបស់នាងគឺលក្ខណៈថានៅតែចាប់ជាប់នឹងតងប្រលិតដែលគាត់ខំឆោងដកអីចឹងណាបាទមួយដើមយ៉ាងណែនបាទប្រលិតហ្នឹងគឺគាត់ចាប់ហ្នឹងកន្លងណែនតែម្ដងបាទដោយសារតែយើងខំប្រឹងរើបំរាស់អីចឹងបងប្អូនហ្នឹងហើយរាវុធក៏បានត្រឡប់មកភ្លាមបាទនៅពេលដែលបានឮដំណឹងថាគាត់ហ្នឹងគឺស្លាប់រាវុធគាត់បានយំសោកបោកខ្លួនយ៉ាងខ្លាំងនៅមាត់បឹងនោះណា
ក្រោយពីការធ្វើបន់រួចរាល់រាវុធក៏សម្រេចចិត្តមិនទៅភ្នំពេញវិញទេគាត់នៅតែរស់នៅក្នុងផ្ទះចាស់ក្បែរមាត់បឹងដើម្បីនៅជិតប្រពន្ធរបស់គាត់ដែលគាត់ស្រឡាញ់ស្មើជីវិតរបស់គាត់អញ្ចឹងណាប៉ុន្តែចាប់ពីពេលជប់នោះមកហេតុការណ៍ដ៏ព្រឺព្រួចមួយក៏អន់ចាប់ផ្ដើមកើតឡើងរាល់ពេលយប់អាធ្រាត្ររាវុធតែងតែឮសំឡេងហៅឈ្មោះគាត់យ៉ាងស្រទន់ពីមាត់បឹងបងរាវុធអីចឹងណាបងប្អូនគាត់ហៅប្តីរបស់គាត់យប់មួយរាវុធកំពុងតែអង្គុយផឹកទឹកតែម្នាក់ឯងមិនមែនផឹកស្រាណាអង្គុយផឹកទឹកតែម្នាក់ឯងស្រាប់តែបានឃើញនៅមាត់ទ្វារផ្ទះមានស្ត្រីឈរកំពុងតែញញឹមយ៉ាងទន់ភ្លន់នាងស្លៀកបំពាក់ស្អាតដូចជាថ្ងៃរៀបការអញ្ចឹងហើយជានាងចម្ប៉ាពិតមែនចម្ប៉ាវិញ្ញាណរបស់គាត់ហ្នឹងគឺបងមកយកខ្ញុំវិញហើយលក្ខណៈថាគាត់និយាយអញ្ចឹងណាហ្នឹងហើយលក្ខណៈថាចម្ប៉ាគាត់និយាយថាបងមកយកខ្ញុំវិញហើយមែនទេយើងនៅជាមួយគ្នាតាមសន្យារាវុធរំភើបចិត្តយ៉ាងខ្លាំងហើយរត់ទៅអោបនាងគាត់អត់ខ្លាចប្រពន្ធគាត់ទេបងប្អូនណាហ្នឹងហើយដោយសារតែគាត់ស្រឡាញ់ប្រពន្ធគាត់ខ្លាំងណាតែពេលគាត់លូកដៃទៅដល់រាងកាយរបស់នាងហ្នឹងគឺត្រជាក់ដូចទឹកអញ្ចឹងដូចទឹកអញ្ចឹងហើយគាត់ក៏អោបត្រូវខ្យល់ទៀតគឺអត់មានរាងកាយតែគឺអោបបានខ្យល់តែម្ដងនៅពេលដែលដឹងថានាងកើតជាខ្មោចហ្នឹងរាវុធក៏ចាប់ផ្ដើមភ័យខ្លាចគាត់ចាប់ផ្ដើមភ័យខ្លាចហើយនៅពេលដែលគាត់អោបទៅអត់មានរូបរាងកាយអញ្ចឹងណាគាត់ចាប់ផ្ដើមភ័យខ្លាចរបស់សាកសពរបស់ប្រពន្ធគាត់តែគាត់នៅតែស្រឡាញ់ប្រពន្ធគាត់ដូចដើមអញ្ចឹងបងប្អូនទោះបីគាត់ខ្លាចមែនតែគាត់នៅស្រឡាញ់ប្រពន្ធដូចដើមគាត់ក៏សម្រេចចិត្តរត់ទៅស្នាក់នៅផ្ទះមិត្តភ័ក្តិក្នុងភូមិគាត់អត់នៅផ្ទះគាត់ទៀតទេដោយសារតែគាត់មានភាពភ័យខ្លាចដែរណាបងប្អូនគាត់ទៅសម្រាកនៅផ្ទះមិត្តភ័ក្តិរបស់គាត់ប៉ុន្តែខ្មោចទឹកនាងចម្ប៉ាហ្នឹងគឺមានចិត្តអាឃាតនិងអាល័យខ្លាំងពេកនាងនៅតែតាមប្តីនាងគ្រប់ទីកន្លែងជប់មួយរាវុធកំពុងតែដេកជាមួយមិត្តភ័ក្តិស្រាប់តែមានសំឡេងទឹកហូរទឹកហូរឮវ៉ូអីចឹងណាឮចេញពីក្រោមគ្រែមិត្តភ័ក្តិរាវុធគាត់និយាយថាតើឯងឮសំឡេងទឹកហូរដែរទេនេះដូចជាសំឡេងទឹកនេះពួកគេក៏នាំគ្នាក្រោកទៅមើលស្រាប់តែឃើញទឹកបឹងហូរជ្រាបចូលមកក្នុងផ្ទះពេញដីទាំងដែលជារដូវប្រាំងណាគាត់ឆ្ងល់ដែរនៅពេលនៅលើផ្ទៃទឹកហ្នឹងគឺដែលកំពុងតែលិចពេញបន្ទប់ហ្នឹងពួកគេបានឃើញមានគឺផ្កាប្រលិតអណ្ដែតយ៉ាងច្រើនត្រពេចនោះពីក្រោមផ្ទៃទឹកនោះនាងចម្ប៉ាបានងើបខ្លួនឡើងយឺតរូបរាងនាងមានសុភាពគួរឲ្យខ្លាចសក់របស់នាងគឺវែងហើយរូបរាងកាយនាងគឺសើមជោកនិងមានភក់ប្រឡាក់ផងដែរហើយភ្នែករបស់នាងគឺសម្លឹងមកមើលរាវុធដោយទឹកមុខយំលាយសើចចម្ប៉ាខ្មោចទឹកហ្នឹងបងទៅទីណាកុំចាក់ចោលពីខ្ញុំអីចឹងណាគាត់និយាយល្វើយធ្វើហើយល្វើយក៏បងរត់ចោលខ្ញុំអីចឹងទៅមកលេងក្នុងទឹកជាមួយខ្ញុំវិញទៅគាត់និយាយអញ្ចឹងណាព្រឹងព្រួចគឺត្រជាក់ណាស់រាវុធនិងមិត្តភ័ក្តិរបស់គាត់គឺស្លន់ស្លោហើយរត់ចេញពីផ្ទះនោះរាវុធនៅតែលក្ខណៈត្រូវនាងចម្ប៉ាតាមឡងបន្លាចរហូតដល់គាត់នឹងសម្រេចចិត្តចាក់ចេញពីភូមិនោះណាមិនហ៊ានត្រឡប់មកវិញឡើយរហូតដល់សពថ្ងៃហ្នឹងរឿងនេះនៅតែល្បីតគ្នាថាខ្មោចទឹកនាងចម្ប៉ាហ្នឹងនៅតែរងចាំការវិលត្រឡប់របស់ស្វាមីរបស់នាងនៅមាត់ទឹកនៅក្បែរខ្ទមចាស់នោះជារៀងរាល់ថ្ងៃហើយរៀងរាល់រាត្រីហើយរឿងនេះគឺចប់តែប៉ុណ្្នឹងទេបងប្អូនណាហើយ
បងប្អូនសូមអធិស្ឋានផងមកការបញ្ចេញសម្លេងឬក៏ការអានអក្ខរាវិរុទ្ធដែលខ្ញុំបានសរសេរហ្នឹងវាខុសឆ្គងត្រង់កន្លែងណាមួយសូមបងប្អូនអធិស្ឋានផងបាទហើយបើចង់បានតាមដានរឿងរបស់ខ្ញុំរហូតពេលខ្ញុំផុសទៅបងប្អូនកុំភ្លេចជួយចុច Subscribe ហើយដាក់បិទសញ្ញាកណ្ដឹងមួយទៅដើម្បីឲ្យខ្ញុំផុសទៅគឺបងប្អូននឹងឃើញមុនគេអញ្ចឹងរឿងខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលា